ខ្ញុំចូលចិត្តមីឆាបងប្អូនបាទហើយចូលចិត្តទិញតាមផ្លូវតាមអីពេលខ្លះកន្លែងខ្លះក៏ឆ្ងាញ់កន្លែងខ្លះជាងគេឆាមកអត់សូវឆ្ងាញ់ណាឥឡូវយកមកធ្វើខ្លួនឯងម្ដងបងប្អូនបាទឆាមីសាច់គោជាមួយនឹងពងទាហ្នឹងបងប្អូនបាទសូមជម្រាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំមកបង្ហាញពីរបៀបឆាមីសាច់គោក៏ដូចជាខាត់ណាផងដែរបាទដូចជាដំបូងខ្ញុំដាក់ខ្លាញ់ឲ្យក្តៅបន្តិចមកហើយយើងគូសពងទាចូលចំនួន2គ្រាប់បាទបើសិនបងប្អូនចូលចិត្តច្រើនដាក់តិចច្រើនតិចទៅប៉ុន្តែខ្ញុំ2គ្រាប់បានទេដោយសារយើងមានសាច់គោដែរហើយយើងឆាពងទារបស់យើងឲ្យស្ងួតល្អបងប្អូនបាទតបមកយើងដាក់ដើមខាត់ណាយើងចូលមែនតែនទៅឆាមីអត់ខាត់ណាអត់សូវឆ្ងាញ់ទេហើយឃើញថាស្ងួតទឹកបន្តិចតែអញ្ចឹងថែមទឹកបន្តិចហើយក្រោយមកដាក់សាច់គោចូលដើម្បីឆាសាច់គោរបស់យើងរាងសពប់ល្អសិនបងប្អូនបាទហើយក៏ចាប់ផ្ដើមធ្វើការវាយគ្រឿងហើយគ្រឿងទេសទៀតសោះអត់មានអីច្រើនទេបងប្អូនបាទមានស្ករសប៊ីចេងម្សៅស៊ុបក៏ដូចជាប្រេងខ្យងហើយទឹកត្រីបន្តិចចុងក្រោយយើងប្រើប្រេងម្ទេសបងប្អូនដើម្បីឲ្យបានពណ៌ក្រហមល្អបន្តិចណាហើយបើមានសាតេទៀតថែមសាតេបន្តិចទៀតមកក៏បានដែរបន្ទាប់មកឆាឲ្យរាងស្ងួតល្អចូលជាតិគ្រឿងជាមួយនឹងសាច់គោជាមួយនឹងពងទាជាមួយនឹងដើមខាត់ណាឲ្យបានរាងល្អហើយក៏ចាប់ផ្ដើមដាក់មីបងប្អូនបាទខ្ញុំប្រើមីគីឡូបាទបើសិនជាបងប្អូនប្រើមីចោកក៏បានដែរបើសិនជាវាស្ងួតបងប្អូនអាចថែមទឹកបន្តិចមកបាទហើយយើងឆាមុំកុំឲ្យវាខ្លាំងពេកបងប្អូនបាទកាលណាដែលយើងសកត់ខ្លាំងពេកអាចនឹងដាច់ហើយមីគីឡូទៀតសោតមុនយើងយកមកឆាតែយើងមកទិញមកពិសាបងប្អូនយើងសោះទឹកចោលមកទឹកសិនណាបងប្អូនបាទឲ្យវាមានជាតិខ្លាញ់ជាតិអីចោលសិនណាហើយយើងឆា3 4 5ត្រឡប់បងប្អូនឲ្យវាចូលជាតិជាមួយសាច់គោយើងហើយមែនតែនទៅចំណាយពេលលឿនណាបងប្អូនឆាមីមួយមុខនេះហើយមិនសូវជាមានគ្រឿងអីពិសេសវិសាលសាំញ៉ាំច្រើនទេបងប្អូនបាទហើយយើងវាឆ្ងាញ់ទៀតហើយយើងតម្រែតម្រង់ហើយត្រូវជាមួយនឹងរសជាតិដែលយើងញ៉ាំបាទបើបានតែឆាទៀតណានឹងរឹតតែឆ្ងាញ់តែម្ដងបាទហើយខ្ញុំប្រើមើមស្លឹកខ្ទឹមបងប្អូនបាទបើសិនជាអត់ចូលចិត្តក៏មិនបាច់ដាក់ដែរប៉ុន្តែខ្ញុំឆាខ្ញុំចូលចិត្តស្លឹកខ្ទឹមដែរដាក់ឲ្យឈ្ងុយបន្តិចទៅបងប្អូនបាទវិធីឆាងាយៗនេះបងប្អូនអាចសាកធ្វើបានហើយរសជាតិឆ្ងាញ់ហើយយើងអាចហូបទៅវាដិតមាត់ណាបាទឥឡូវមីឆារបស់យើងបានរួចរាល់ហើយបាទដុសដាក់ចានបងប្អូនមិនអីជះក្លិននឹងឈ្ងុយដែរតាមិនចាញ់គេនៅតាមលក់តាមដងផ្លូវទេប៉ុន្តែបើសិនជាបងប្អូនចូលចិត្តសាច់ច្រើនដាក់ច្រើនណាប៉ុន្តែខ្ញុំមិនសូវទេខ្ញុំដាក់ល្មមបាទខ្ញុំចង់បានបរិមាណមីច្រើនបន្តិចដើម្បីវាជាចំណូលចិត្តបាទសូមអរគុណបងប្អូនវីដេអូហ្នឹងមានតែប៉ុណ្្នឹងទេបាទ